បាទសួស្តីដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ចូលមកកាន់ Channel រិនដំណើររឿងពេលរាត្រីទាំងអស់គ្នាហើយវីដេអូនេះផងដែរគឺជាវីដេអូទី3របស់ខ្ញុំហើយថ្ងៃនេះគឺខ្ញុំមានសាច់រឿងមួយប្លែកដើម្បីយកមកនិទានជូនដល់ពុកម៉ែបងប្អូនស្ដាប់ពេលកំសាន្តពេលទំនេរពីការងារហើយដើម្បីកុំឲ្យខាតពេលយ៉ាងណាបងប្អូនស្ដាប់ទៅដើម្បីដំណើរសាច់រឿងវាមានអីខ្លះយ៉ាងណាហ្នឹងក៏បងប្អូនអាចជើញស្ដាប់ហើយសូមចិត្តបងប្អូនផងដែរថាកុំភ្លេចជួយ Subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងណាចឹងដើម្បីកុំឲ្យខាតពេលយើងចូលសាច់រឿងទាំងអស់គ្នាសាច់រឿងនឹងខ្ញុំសូមដាក់ចំណងជើងថាសំឡេងខ្មោចនៅផ្ទះចាស់បាទដែលមានលោកតាម្នាក់គាត់បាននិទានប្រាប់ថាខ្ញុំហើយកាលពីដើមឡើយនៅចុងភូមិមួយហ្នឹងគឺមានផ្ទះចាស់មួយដែលអ្នកស្រុកអ្នកភូមិនៅទីនោះដែលគេតែនិយាយថាឃើញខ្មោចស្នាក់នៅក្នុងផ្ទះហ្នឹងអ្នកស្រុកអ្នកភូមិណាគេតែនិយាយចឹងតពីគ្នាមកហើយផ្ទះនោះផងដែរអ្នកស្រុកគាត់បាននិយាយថាគ្រប់ពេលដែលយប់ឡើងខ្យល់ចេះតែបក់ទ្វារលឺក្រេក្រចុះឡើងហើយលឺស្នូជើងដើរជើងលឺព្រែកប្រក់ផ្សាមិនដឹងជាសំឡេងអីហើយក៏មិនដឹងជាស្នូជើងនៃណាដើរដែរតែលឺអញ្ចឹងរហូតមកបាទថ្ងៃមួយមានសិស្សស្លាម្នាក់គាត់ថាក្មេងចង់សាមិនសូវជឿចាស់ទេបច្ចាស់គាត់ជឿគាត់មានទំនៀមទម្លាប់អីពីបុរាណប្រើក្មេងគឺចង់សាហើយថ្ងៃមួយមានសិស្សស្លាម្នាក់វ័យក្មេងថាចង់ទៅសាកចិត្តនៅមួយគាត់ក៏បាននៅពេលជប់ឡើងគាត់ថ្ងៃមួយនោះគាត់ក៏បានទៅផ្ទះនោះនៅពេលយប់បាទពេលយប់ទៅដល់ភ្លាមគាត់ក៏បានបើកទ្វារលើក្រាហើយលឺសូរសំឡេងស្រាលមកលេចមកលេចមកចេញមកលឺចង់ជារបស់នេះចង់ជាមកសាស្លានេះគាត់បានចូលទៅនឹងដល់ស្លាយពេលហ្នឹងគាត់ក៏បើកភ្លើងទូរស័ព្ទចាំងនោះឃើញសមស្ត្រីម្នាក់ក៏ឈរមកមើលមកសាស្លាម្នាក់ហ្នឹងចូលស្លាមហ្នឹងតែមកទូឡើងចូលបានឈឹងទៅបានឈឹងទៅហើយមកទូឡើងក៏លឺលេងស្រែកស្រាលនិយាយថាកុំមកទីនេះកុំចូលមកទីនេះអញ្ចឹងពេលហ្នឹងដែរសាស្លាមពេលលឺឆ្នោយលឺហើយក៏រត់ទៅភ័យរត់ចូលលេងដើរទៅលេងបើកភ្លើងទូរស័ព្ទទៅដូចថាបងប្អូនអញ្ជើញតាអញ្ចឹងបើកភ្លើងទូរស័ព្ទទៅយើងឈួលណាប៉ុន្តែសាស្លាមនៅហ្នឹងគាត់បើកពុបស្រាប់តែឃើញស្ត្រីម្នាក់គាត់ឈរនៅចំពោះមុខសាស្លាមម្នាក់ហ្នឹងបាទស្រាប់តែពេលហ្នឹងមកហើយមកសួរឡើងក៏បាត់ស្រាប់តែលឺសំឡេងចេញមកស្រាលនេះថាកុំមកទីនេះនោះដូច្នោះហើយសាស្លាមអ្នកហ្នឹងក៏រត់ទៅភ័យញ័រអស់ភ័យខ្លាចអស់រត់ទៅហើយដល់ព្រឹកឡើងមកនាងក៏បានរៀបរាប់រឿងសាច់រឿងក៏ទៅប្រាប់ពុកម្ដាយក៏បាននាំរឿងនេះទៅស្រោចទឹកស្អីចេញទៅក៏បានទៅតាំងពីថ្ងៃនោះមកក៏អត់លើនេះទៅកុំថាឡើយចូលសម្បីតែជីកាត់ផ្ទះក៏មិនហ៊ានជីផងហ្នឹងដំណើរសាច់រឿងគឺអញ្ចឹងហើយក៏មិនបានអីវិញឆ្ងាយដែរក៏សូមជានាទីបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់ក៏សូមធ្វើការអធិស្ឋានហើយសូមអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់សូមអរគុណបាយ